បាទសូមគោរពនឹងសូមជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ3ហើយសម្រាប់ថ្ងៃពុធនេះគឺជាបានន័យថាថ្ងៃមួយកើតខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2014យើងឃើញថាពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ហើយគឺចាប់ពីថ្ងៃ1រោចដល់ថ្ងៃ15រោចខែភទ្របទឥឡូវចូលថ្ងៃមួយកើតខែអាសត់បានន័យថាកំឡុងពេលរយៈពេល15ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌបុណ្យកាន់បិណ្ឌបានបញ្ចប់ក៏ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលនៅតាមដងវិថីនានាមានភាពមមាញឹកដោយសារហេតុអីដោយសារតែប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីនយោជកគ្រប់លំដាប់ថ្នាក់គឺគាត់ភាគច្រើនគាត់មានថាផ្ទះសម្បែងគាត់នៅតាមបណ្ដាខេត្តគាត់ត្រូវត្រឡប់មកវិញដើម្បីបម្រើការងារដោយសារតែថ្ងៃស្អែកថ្ងៃប្រហោះយើងចូលធ្វើការវិញហើយអញ្ចឹងគាត់ត្រឡប់មកវិញការកកស្ទះចរាចរណ៍ប្រកបជាមានហើយដូច្នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់អ្នកកាន់ដៃចង្កូតគឺសូមមេត្តាបើកបរឲ្យមានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកបើកបរត្រូវតែប្រកាន់ស្ដាំហើយការបើកបរទៀតត្រូវតែប្រកាន់ភាពម្ចាស់ការភ្ជាប់ជានិច្ចយើងកាន់ចង្កូតបានន័យថាអ្នកនៅក្នុងឡានឬក៏ម៉ូតូឬក៏ម៉ូតូកង់3អីហ្នឹងរួមដំណើរជាមួយយើងច្រើនដូច្នេះកាលណាយើងធ្វើប្រហែសតែមួយផ្លែតបានន័យថាមនុស្សជាច្រើននឹងរងគ្រោះដោយសារយើងដូច្នេះហើយយើងត្រូវតែប្រកាន់ភ្ជាប់នៅថាភាពមើងម៉ាត់និងភាពម្ចាស់ការហើយនៅត្រាយើងចាបើស្រវឹងនោះសូមកុំបាក់បោចាហើយរយៈពេលម្សិលមិញបានទៅដើរលេងណាខ្លះចាម្សិលមិញបានពេលព្រឹកបានទៅវត្តហើយពេលថ្ងៃនេះគឺយើងបានជួបជុំក្រុមគ្រួសារចាអូល្អណាស់ហើយសម្រាប់រាត្រីនេះតើយើងមានព័ត៌មានខ្លះចាសម្រាប់កម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ3នារាត្រីនេះយើងខ្ញុំទាំងអស់គ្នានឹងនាំមកជូននៅព័ត៌មានជាច្រើនដែលទាក់ទិនទៅនឹងសកម្មភាពនានានៅក្នុងសង្គមមកជម្រាបជូនដល់បងប្អូនទូទស្សនិកជនឲ្យបានជ្រាបដែលមានជាបន្តបន្ទាប់ដូចតទៅវិទ្យាស្ថានជំនាញគណនេយ្យកាន់បិណ្ឌវេនទី13នៅវត្តពុទ្ធេរារាមបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរគ្រប់រូបដែលកាន់សាសនាព្រះពុទ្ធគោរពប្រតិបត្តិតាំងពីដូនតាតរៀងមកម្យ៉ាងវិញទៀតពិធីកាន់វេនដាក់បិណ្ឌមួយនេះពុទ្ធសាសនិករបស់ខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ1រោចដល់ថ្ងៃ14រោចខែពុទ្ធបុត្ររហូតដល់ថ្ងៃបុណ្យភ្ជុំធំត្រូវនឹងថ្ងៃ15រោចខែពុទ្ធបុត្រដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការពុទ្ធបរិស័ទប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នាបាននាំយកនៅចង្ហាន់ចំណីអាហារទៀនធូបបច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរនៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរក្នុងវេនទី13រោចខែពុទ្ធបុត្រឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនឹងថ្ងៃទី21ខែកញ្ញាឆ្នាំ2014លោកហួតសូនីនាយកវិទ្យាស្ថានជំនាញគណនេយ្យនិងសិស្សានុសិស្សប្រមាណជាង60នាក់បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី13ជាមួយបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធេរារាមហៅវត្តខ្នាធ្នង់ស្ថិតនៅឃុំគោកធ្លកស្រុកប្រាសាទបាគងខេត្តសៀមរាបបន្ទាប់ពីការគោរពថ្វាយភួងផ្កាបូជាទៀនធូបចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធនិងនមស្ការព្រះរតនត្រ័យទៅតាមគន្លងនៃព្រះពុទ្ធសាសនារួចមកក្រុមវិទ្យាស្ថានបានចូលរួមកាន់បិណ្ឌនេះឡើងគឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធមេដាបិតាជីដូនជីតាញាតិកាទាំង7សន្តានដែលបានចែកឋានទៅកាន់បរមលោកខាងមុខដើម្បីឲ្យគាត់មកទទួលយកគ្រប់គ្នាការប្រារព្ធកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌនេះឡើងដើម្បីឲ្យយុវជនជំនាន់ក្រោយយកតម្រាប់ក្នុងការអនុវត្តធ្វើតាមនិងការថែរក្សាប្រពៃណីទំនៀមទម្លាប់ពីដូនតាតរៀងមកនៃគន្លងព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរពីមួយដំណទៅមួយដំណទៀតផងដែរម្យ៉ាងវិញទៀតចាប់តាំងពីរបបប្រល័យពូជសាសន៍ប៉ុលពតបានដួលរលំរហូតមកដល់ឥឡូវនេះក្រោមការបើកទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៀតផងហើយត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូបនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ
បាទសូមគ្រប់នឹងសូមជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញានិងប្រិយមិត្តជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ3ហើយសម្រាប់ថ្ងៃពុធនេះគឺជាបានន័យថាថ្ងៃមួយកើតខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2014យើងឃើញថាពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ហើយគឺចាប់ពីថ្ងៃ1រោចដល់ថ្ងៃ15រោចខែភទ្របទឥឡូវចូលថ្ងៃមួយកើតខែអាសត់បានន័យថាកំឡុងពេលរយៈពេល15ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌបុណ្យកាន់បិណ្ឌបានបញ្ចប់ក៏ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលនៅតាមដងវិថីនានាមានភាពមមាញឹកដោយសារហេតុអីដោយសារតែប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីនយោជកគ្រប់លំដាប់ថ្នាក់គឺគាត់ភាគច្រើនគាត់មានថាផ្ទះសម្បែងគាត់នៅតាមបណ្ដាខេត្តគាត់ត្រូវត្រឡប់មកវិញដើម្បីបម្រើការងារដោយសារតែថ្ងៃស្អែកថ្ងៃប្រហោះយើងចូលធ្វើការវិញហើយអញ្ចឹងគាត់ត្រឡប់មកវិញការកកស្ទះចរាចរណ៍ប្រកបជាមានហើយដូច្នេះក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់អ្នកកាន់ដៃចង្កូតគឺសូមមេត្តាបើកបរឲ្យមានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកបើកបរត្រូវតែប្រកាន់ស្ដាំហើយការបើកបរទៀតត្រូវតែប្រកាន់ភាពម្ចាស់ការភ្ជាប់ជានិច្ចយើងកាន់ចង្កូតបានន័យថាអ្នកនៅក្នុងឡានឬក៏ម៉ូតូឬក៏ម៉ូតូកង់3អីហ្នឹងរួមដំណើរជាមួយយើងច្រើនដូច្នេះកាលណាយើងធ្វើប្រហែសតែមួយផ្លែតបានន័យថាមនុស្សជាច្រើននឹងរងគ្រោះដោយសារយើងដូច្នេះហើយយើងត្រូវតែប្រកាន់ភ្ជាប់នៅថាភាពមើងម៉ាត់និងភាពម្ចាស់ការហើយនៅត្រាយើងចាបាទស្រវឹងនោះសូមកុំបាត់បោចាហើយរយៈពេលម្សិលមិញបានទៅដើរលេងណាខ្លះចាម្សិលមិញបានពេលព្រឹកបានទៅវត្តហើយពេលថ្ងៃនេះគឺយើងបានជួបជុំក្រុមគ្រួសារចាអូល្អណាស់ហើយសម្រាប់រាត្រីនេះតើយើងមានព័ត៌មានខ្លះចាសម្រាប់កម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ3នារាត្រីនេះយើងខ្ញុំទាំងអស់គ្នានឹងនាំមកជូននៅព័ត៌មានជាច្រើនដែលទាក់ទិនទៅនឹងសកម្មភាពនានានៅក្នុងសង្គមមកជម្រាបជូនដល់បងប្អូនទូទស្សនិកជនឲ្យបានជ្រាបដែលមានជាបន្តបន្ទាប់ដូចតទៅវិទ្យាស្ថានជំនាញគណនេយ្យកាន់បិណ្ឌវេនទី13នៅវត្តពុទ្ធេរារាមបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរគ្រប់រូបដែលកាន់សាសនាព្រះពុទ្ធគោរពប្រតិបត្តិតាំងពីដូនតាតរៀងមកម្យ៉ាងវិញទៀតពិធីកាន់វេនដាក់បិណ្ឌមួយនេះពុទ្ធសាសនិករបស់ខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ1រោចដល់ថ្ងៃ14រោចខែពុទ្ធបុត្ររហូតដល់ថ្ងៃបុណ្យភ្ជុំធំត្រូវនឹងថ្ងៃ15រោចខែពុទ្ធបុត្រដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការពុទ្ធបរិស័ទប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នាបាននាំយកនៅចង្ហាន់ចំណីអាហារទៀនធូបបច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរនៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរក្នុងវេនទី13រោចខែពុទ្ធបុត្រឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនឹងថ្ងៃទី21ខែកញ្ញាឆ្នាំ2014លោកហួតសូនីនាយកវិទ្យាស្ថានជំនាញគណនេយ្យនិងសិស្សានុសិស្សប្រមាណជាង60នាក់បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី13ជាមួយបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តពុទ្ធេរារាមហៅវត្តខ្នាធ្នង់ស្ថិតនៅឃុំគោកធ្លកស្រុកប្រាសាទបាគងខេត្តសៀមរាបបន្ទាប់ពីការគោរពថ្វាយភួងផ្កាបូជាទៀនធូបចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធនិងនមស្ការព្រះរតនត្រ័យទៅតាមគន្លងនៃព្រះពុទ្ធសាសនារួចមកក្រុមវិទ្យាស្ថានបានចូលរួមកាន់បិណ្ឌនេះឡើងគឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធមេដាបិតាជីដូនជីតាញាតិការទាំង7សន្តានដែលបានចែកឋានទៅកាន់បរមលោកខាងមុខដើម្បីឲ្យគាត់មកទទួលយកគ្រប់គ្នាការប្រារព្ធកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌនេះឡើងដើម្បីឲ្យយុវជនជំនាន់ក្រោយយកតម្រាប់ក្នុងការអនុវត្តធ្វើតាមនិងការថែរក្សាប្រពៃណីទំនៀមទម្លាប់ពីដូនតាតរៀងមកនៃគន្លងព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរពីមួយដំណរទៅមួយដំណរទៀតផងដែរម្យ៉ាងវិញទៀតចាប់តាំងពីរបបប្រល័យពូជសាសន៍ប៉ុលពតបានដួលរលំរហូតមកដល់ឥឡូវនេះ
ក្រោមការបើកទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៀតផងហើយត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូបនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។